បាទជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំសាងរួចមួយអង្គទៀតហើយគឺតួអង្គប្រម៉ែនាគដែលជាຂະຫນາດបន្តោកបាទសម្រាប់បងស្ត្រីបងប្អូនស្ត្រីដែលមានការបាទជំនឿគ្រប់ស្រឡាញ់ទៅលើវត្ថុស័ក្តិសិទ្ធិហើយបងបាទប្អូនដែលគាត់មានការយល់ដឹងច្រើនតាក់ទងនឹងរូបប្រម៉ែបាទមានតួអង្គប្រម៉ែធរណីប្រម៉ែនាគបាទតួអង្គទាំងពីរអង្គដែលមានការកសាងច្រើនយកមកធ្វើជាຂະຫນາດបន្តោកបាទរហូតអ្នកខ្លះគាត់បានកសាងសម្រាប់ដល់ຂະຫນາດអាសនៈទៀតសម្រាប់ដុំឈើដែលខ្ញុំកំពុងសាងនេះគឺជាបញ្ញាកែកដើមអង្គជ័យហើយយើងអាចកសាងជាតួអង្គបានច្រើនបាទដូចជាតួអង្គព្រះឈ្នះមារព្រះសមាធិរហូតដល់តួអង្គផ្សេងសម្រាប់ដើមអង្គជ័យនេះបាទអញ្ចឹងជាទីបញ្ចប់នេះខ្ញុំក៏មិនបានរៀបរាប់អ្វីឲ្យបានកបោះបាយពឹស្ដាយដែរក៏សូមបាទបួងសួងបាទរំលឹកដល់ព្រះគុណប្រម៉ែបាទប្រម៉ែនាគដែលកូនចៅបានកសាងហើយនេះក៏សូមឲ្យកូនចៅជួបប្រទះសេចក្តីសុខនិងពុកម៉ែបងប្អូនទាំងអស់គ្នាដែលចូលរួមទស្សនាសូមប្រកបទៅដោយភាពសុខសប្បាយត្រជាក់ត្រជុំគ្រប់គ្នាបាទសូមអរគុណសូមជម្រាបលា